បាទថ្ងៃនេះគឺយើងមករៀនឆ្លាក់ជើងព្យញ្ជនៈកជើងព្យញ្ជនៈកគឺអត់ខុសពីអក្សរកយើងធម្មតាប៉ុន្មានទេគ្រាន់តែវាអត់មានសក់តែប៉ុណ្្នឹងទេបងប្អូនហើយសម្រាប់ការទាញឆ្លាក់បងប្អូនការទាញឆ្លាក់នេះគឺខ្ញុំទាញទៅតាមទម្លាប់របស់ខ្ញុំទេបងប្អូនបាទតែខ្ញុំទម្លាប់ជាទូទៅគឺខ្ញុំទាញឆ្លាក់អញ្ចឹងហើយនៅតាមសភៅក៏ដូចជាស្នាដៃរបស់អ្នកនិពន្ធផ្សេងពីបុរាណគឺគាត់មានរបៀបនៃការទាញផ្សេងអញ្ចឹងណាបងប្អូនបាទវីដេអូក្រោយយើងនឹងរៀនឆ្លាក់ជើងខទាំងអស់គ្នាបងប្អូនជម្រាបលាបាយបាយបាទជម្រាបសួរបងប្អូនបាទថ្ងៃនេះគឺយើងមករៀនឆ្លាក់ជើងព្យញ្ជនៈខបាទជើងព្យញ្ជនៈខនេះគឺវាដូចគ្នាជាមួយនឹងតួព្យញ្ជនៈរបស់វាដែរទេបងប្អូនអត់មានខុសទេគ្រាន់តែវារៀងទូជាងអញ្ចឹងណាបងប្អូនបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតបាទសូមជម្រាបលាបាទថ្ងៃនេះគឺយើងមករៀនឆ្លាក់ជើងព្យញ្ជនៈកទាំងអស់គ្នាបងប្អូនបាទជើងព្យញ្ជនៈកនេះដូចតួវាដែរទេបងប្អូនតែគ្រាន់តែអត់មានសក់ហ្នឹងហើយវារៀងទូជាងអញ្ចឹងណាបងប្អូនចឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនឆ្លាក់ជើងព្យញ្ជនៈខទាំងអស់គ្នាបងប្អូនបាទអញ្ចឹងជើងព្យញ្ជនៈខនេះគឺវាស្រដៀងគ្នាជាមួយនឹងតួព្យញ្ជនៈរបស់វាដែរទេបងប្អូនគ្រាន់តែវានៅពីខាងក្រោមហើយសក់វាសក់ទី2របស់វានោះគឺនៅដល់លើស្មើជាមួយនឹងតួរបស់វាបងប្អូនបាទដូចអ្វីដែលបងប្អូនបានឃើញអញ្ចឹងហើយរបៀបនៃការទាញហើយអាស្រ័យលើបងប្អូនទេបើបងប្អូនចង់ទាញពីលើមកមុនក៏បានទាញពីខាងក្រោមទៅមុនក៏បានដែរអីទេបងប្អូនតែនេះខ្ញុំទាញទៅតាមទម្លាប់របស់ខ្ញុំទេបងប្អូនបាទជាវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវគឺយើងមកមើលការឆ្លាក់ជើងព្យញ្ជនៈងទាំងអស់គ្នាបងប្អូនហើយជើងព្យញ្ជនៈងនេះគឺស្រួលឆ្លាក់ជាងគេបងប្អូនគឺយើងទាញតែ2ដងរួចហើយបងប្អូនអត់មានញ៉ៃញ៉ៃច្រើនទេហើយវីដេអូនេះក៏ខ្លីដែរបងប្អូនមានតែប៉ុណ្្នឹងឯងនាំឲ្យបងប្អូនបានចេះឆ្លាក់ជើងព្យញ្ជនៈងទាំងអស់គ្នាបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវគឺយើងមករៀនឆ្លាក់ជើងព្យញ្ជនៈចទាំងអស់គ្នាបងប្អូនបាទហើយជើងចនេះគឺយើងមើលទៅវាស្តៀងគ្នាជាមួយនឹងតួព្យញ្ជនៈរបស់វាដែរទេបងប្អូនគ្រាន់តែវាអត់មានសក់ហើយមួយទៀតនោះគឺវាមានកតុយបងប្អូនបាទតាមធម្មតាតួរបស់វានោះវាមានកតុយទេតែជើងរបស់វាគឺមានកតុយបងប្អូនបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបងប្អូនបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទសូមជម្រាបលាបាយបាយសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមកមើលពីរបៀបនៃការឆ្លាក់ជើងព្យញ្ជនៈឆទាំងអស់គ្នាបងប្អូនហើយជើងព្យញ្ជនៈឆនេះគឺវាមិនខុសគ្នាអីពីតួរបស់វាទេបងប្អូនបាទវាដូចតែគ្នាទេគ្រាន់តែវាអត់មានសក់តែប៉ុណ្្នឹងទេបងប្អូនបាទហើយនឹងទំហំវាគឺរៀងទូចជាងតែប៉ុណ្្នឹងទេបងប្អូនហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបងប្អូនបាទសង្ឃឹមថាបងប្អូនចូលចិត្តហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទសូមជម្រាបលាបាយបាយជម្រាបសួរបងប្អូនបាទថ្ងៃនេះគឺយើងមករៀនឆ្លាក់ជើងព្យញ្ជនៈចទាំងអស់គ្នាបងប្អូនជើងចនេះគឺដូចគ្នាទៅនឹងតួរបស់វាដែរទេបងប្អូនគ្រាន់តែវាអត់មានសក់តែប៉ុណ្្នឹងឯងបងប្អូនបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមកមើលពីរបៀបនៃការឆ្លាក់ជើងព្យញ្ជនៈឆទាំងអស់គ្នាបងប្អូនហើយជើងឆនេះគឺមិនសូវខុសគ្នាពីតួព្យញ្ជនៈរបស់វាប្រហែលទេបងប្អូនបាទដូចតែគ្នាដែរទេគ្រាន់តែវានៅខាងក្រោមបងប្អូនហើយអាសក់
ទី2របស់វានោះគឺនៅខ្ពស់ស្មើជាមួយនឹងតួព្យញ្ជនៈរបស់វាតែម្ដងបងប្អូនបាទគឺខុសតែប៉ុណ្្នឹងទេហើយនឹងកន្លែងទៅនេះក៏រៀងខុសគ្នាបន្តិចដែរបងប្អូនបាទដោយសារសក់វាទៅលើអញ្ចឹងវាត្រូវភ្ជុចនៅខាងក្រោមបន្តិចខុសពីតួព្យញ្ជនៈរបស់វាអញ្ចឹងណាបងប្អូនបាទដូចបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមជម្រាបលាបាយបាយបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺយើងមកមើលពីរបៀបនៃការឆ្លាក់ជើងព្យញ្ជនៈញទាំងអស់គ្នាបងប្អូនបាទហើយជើងញនេះគឺមើលទៅដូចយើងឆ្លាក់អក្សរញធម្មតាអញ្ចឹងណាបងប្អូនបាទគ្រាន់តែវារៀងទូចបងប្អូនបាទហើយសូមបញ្ជាក់បងប្អូនដែរតកតងជាមួយនឹងជើងញនេះនៅពេលដែលវានៅក្រោមតួរបស់វាគឺយើងឆ្លាក់បែបហ្នឹងប៉ុន្តែបើវាផ្ញើជើងជាមួយនឹងព្យញ្ជនៈដតីគឺវាមានតែក្រោមនេះទេបងប្អូនមានតែជើងខ្ញុំកំពុងឆ្លាក់ហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ